នេះគឺជាកាមេរ៉ាសម្រាប់ធ្វើការថតវីដេអូឬក៏ថតរូបភាពវាមានទំហំ24 megapixel តែវាភ្ជាប់មកជាមួយនឹង sensor យ៉ាងធំមែនទែនតែម្ដង full frame sensor កាមេរ៉ានេះមានឈ្មោះថា Panasonic Lumix S9 ចំណុចលេចធ្លោជាងគេរបស់កាមេរ៉ា Panasonic ហើយជាពិសេសគឺនៅលើ Lumix S9 នេះតែម្ដងគឺទៅលើសមត្ថភាពទប់លំនឹងរបស់វាសម្រាប់បងប្អូនយើងធ្វើការថតវីដេអូណាអ្នកដើរ vlog ថតទៅណាទៅណីអញ្ចឹងលំនឹងគឺជាចំណុចមួយដែលយើងត្រូវតែបារម្ភផងដែរត្រូវតែយកចិត្តទុកដាក់ផងដែរអញ្ចឹងកាមេរ៉ានេះវាមានគេហៅថា stabilization វាក្នុងនោះគឺថាល្អមែនទែនតែម្ដងពេលខ្លះបងប្អូនយើងសឹងតែមិនត្រូវការ gimbal មកសម្រាប់ប្លង់ថតកាន់ដៃដើរមកគឺវាអាចជួយទប់លំនឹងរបស់យើងនឹងគឺបានអេមមែនទែនហើយបើសិនជាឃើញថាលំនឹងនៅក្នុង in body stabilization របស់ Panasonic Lumix S9 នេះមិនគ្រប់ទៀតនោះបងប្អូនយើងក៏អាចលេងបន្ថែមជាមួយនឹង electronic stabilization ហើយក៏ដូចជា video boost IS ផងដែរបាទអញ្ចឹងវាជាបែបគេហៅថា sensor crop ដោយប្រើ technology របស់ Panasonic ណាអញ្ចឹងក៏វាជួយ enhance ទៅលើ stabilization នឹងមួយកម្រិតទៀតបងប្អូនហើយខ្ញុំនិយាយថាពេលខ្លះខ្ញុំមិនគួរឲ្យជឿដែលយើងប្រើ zoom ទៅ20 30 40 60 mm ទៅវាអញ្ចឹងព្រោះនេះគឺជា kit lens អញ្ចឹងយើង handheld អញ្ចឹងណាគឺដូចយើងដាក់លើ gimbal អញ្ចឹងបាទអញ្ចឹងកាមេរ៉ាដែលថាចង់និយាយថាដែលមិនមែនជា brand របស់ Panasonic ទេមុនយើងគឺធ្វើអត់បានទេមុនយើងបាទអញ្ចឹងមានតែ Lumix Panasonic នេះឯងដែលយើងអាចធ្វើបានអញ្ចឹងលំនឹងវាគឺថា one of the best on the market តែម្ដងជាចំណុច highlight ដ៏ខ្លាំងរបស់ Panasonic តែម្ដងមិនថាតែ Lumix S9 ទេមុនយើង Lumix ផ្សេងៗក៏អញ្ចឹងដែរវា stabilization វាល្អមែនទែនបាទអញ្ចឹងបើសិនជាបងប្អូនយើងដូចខ្ញុំនិយាយដែរណាសម្រាប់បងប្អូនយើងដែលថតវីដេអូចង់បានលំនឹងល្អអញ្ចឹងណាមុនយើងពិតជាល្អណាអេមែនទែនពីលើប្រព័ន្ធទប់លំនឹងល្អនឹងផងដែរបាទអញ្ចឹងគុណភាពវីដេអូរបស់វាក៏មិនធម្មតាដែរបងប្អូនយើងបាទអញ្ចឹងវាអាចធ្វើការ record maximum quality បានរហូតដល់ទៅ 6K open gate ទៀតឯណោះហើយ 4K បាន60 fps 1080ថតបាន180 fps ទៅក្នុង slow motion mode អញ្ចឹងក្នុងការថតវីដេអូរបស់វាគឺអេមែនទែនតែម្ដងបញ្ជាក់បន្តិចនៅក្នុង firmware នេះបងប្អូនយើងអាចធ្វើការ record បាន15នាទីទេប៉ុន្តែឮថា version ថ្មីគឺ Panasonic បាន unlock ហើយបងប្អូនយើងអាចធ្វើការ record ទល់ថ្មអស់អត់ overheat ទេបងប្អូនណាប៉ុន្តែគាត់ថាខ្ញុំមិនតបានលេង firmware វាទេអញ្ចឹង firmware ឥឡូវហ្នឹងគឺវាឲ្យយើង record ត្រឹមតែ15នាទីតែប៉ុណ្ណោះឥឡូវខ្ញុំសូមនិយាយអំពីចំណុចមួយដែលវាពិសេសជាងគេផងដែរបាទអញ្ចឹងគឺពាក់ព័ន្ធទៅនឹង LUT ប៊ូតុងបាទអញ្ចឹងប៊ូតុងនេះគឺយើងអាចធ្វើការ download LUT ពីខាងក្រៅយើងធ្វើការកែគុណខ្លួនឯងក៏បានដែរបើសិនជាបងប្អូនអ្នកជំនាញ color ហើយយើង export វាទៅជា cube file ទៅហើយយើង import វាចូលក្នុងកាមេរ៉ាចឹងទៅអញ្ចឹងវាដំណើរការជាមួយនឹង vlog file របស់ Panasonic យើងអាចធ្វើការផ្លាស់ប្ដូរក្នុងពេល record ក៏បានបាទអញ្ចឹងយើងចង់ប្ដូរពីពណ៌ណាទៅពណ៌ណាក្នុងរូបភាពក៏វាដើរក្នុងវីដេអូក៏វាដើរផងដែរហើយបើសិនជាបងប្អូនយើងមិនចេះកែពណ៌អីទេនោះយើងក៏អាចធ្វើការ download LUT file ចេញពី Panasonic Lumix Lab app ផងដែរហើយយើងអាច send វាចូលក្នុងកាមេរ៉ាយើងdirect មកតែម្ដងខ្ញុំគិតថាវាពិតជាមុខងារមួយល្អមែនទែនតែម្ដងយើងអាចស្វែងយល់ពី color នៃរូបភាព color នៃវីដេអូរបស់យើងណាហើយយើងអាចបញ្ចូលដល់ចូលក្នុងកាមេរ៉ាតែម្ដងដូចខ្ញុំនិយាយអញ្ចឹងឥឡូវយើងនិយាយពី image quality ម្ដងសម្រាប់រូបភាពដូចខ្ញុំបាននិយាយប្រាប់បងប្អូនពីដើមមកអញ្ចឹងយើងអាចធ្វើការថតបាន24 megapixel ថតជាលក្ខណៈ JPEG ក៏បាន RAW ក៏បានហើយយើងអាចប្រើប៊ូតុង LUT ហ្នឹងសម្រាប់ធ្វើការលេងពណ៌ក៏បានដែរហើយវាមានមុខងារមួយទៀតសម្រាប់រូបភាពតែម្ដងយើងអាចធ្វើការថតបែប high resolution mode រហូតដល់ទៅ96 megapixel ហើយយើងអាចថត handheld បានទៀតផងសម្រាប់វីដេអូដូចខ្ញុំបាននិយាយពីដើមមិញផងដែរយើងអាចថត 6K open gate បាទអញ្ចឹងបើសិនជាបងប្អូនយើងធ្វើ content TikTok ផង Facebook ផង YouTube ផងបាទអញ្ចឹង open gate គឺជាជម្រើសមួយល្អមែនទែនតែម្ដងហើយយើងអាចថត high resolution ទៀតផង 6K ហើយមួយដែលខ្ញុំចូលចិត្តហ្នឹងគឺវាមានមុខងារមួយពាក់ព័ន្ធទៅនឹងគេហៅថា record mode របស់វាបាទអញ្ចឹងយើងអាចធ្វើការ record format file វាហ្នឹងណាយើងអាចធ្វើការ record ជាលក្ខណៈ MOV ជាលក្ខណៈ MP4 ឬក៏ MP4 Lite អញ្ចឹងសម្រាប់បងប្អូនយើងដែលធ្វើដំណើរបាទទៅណាឆ្ងាយយើងចង់រក្សាគុណភាព 4K ដដែលប៉ុន្តែយើងចង់រក្សា file size ឲ្យតូចអញ្ចឹងខ្ញុំសូម recommend ឲ្យប្រើ MP4 Lite ហ្នឹងទៅគុណភាពវាគឺបងប្អូនសឹងតែមើលមិនដឹងរវាង 4K ចង់និយាយថា MP4 Lite ហើយនិង MP4 file គឺស្តេងគ្នាទេណាតែបើថាបងប្អូនយើង
នៅក្នុង studio យើងកែគុណតែម្ដងឲ្យបងប្អូនយើងខ្ញុំឲ្យបងប្អូនយើងថតជាមួយនឹង MOV file ទៅអាហ្នឹងគឺយើងល្អសម្រាប់ធ្វើការ record ហើយយើងអាចធ្វើការថតបែបលក្ខណៈ full frame mode ឬក៏ APS-C mode ឬក៏ pixel to pixel mode ក៏បានដែរបាទអញ្ចឹងវាមាន3ជម្រើសឲ្យយើងជ្រើសរើសក្នុងនេះតាមពិតច្រើនបងប្អូនយើងមិនធម្មតាទេណានិយាយទៅលើការថតវីដេអូគឺអត់បញ្ហា image quality វាគឺថាណែននៅលើនឹងតែម្ដងមិនថារូបភាពមិនថាវីដេអូល្អណា color វាយើងអាចកែគុណពណ៌បានវាមាន vlog file ក្នុងហ្នឹងបាទអញ្ចឹងបែបគេហៅថា flat profile នៅលើវីដេអូវាយើងអាចកែគុណពណ៌ចាក់ឡាត់ចាក់អីទៅណាចំពោះ audio quality ក៏ល្អផងដែរបងប្អូនយើង preamp បើសិនជាបងប្អូនយើងប្រើកាមេរ៉ាស៊េរីចាស់ៗមុនមកវាខ្ញុំគិតថាអ្នកខ្លះក៏គាត់យល់ទៅអ្នកខ្លះគាត់មិនយល់ទៅបាទអញ្ចឹងទោះបីពេលខ្លះយើងមាន microphone ល្អក៏ដោយមុនយើងប៉ុន្តែតែកាមេរ៉ា preamp យើងអត់សូវល្អសំឡេងមកក៏ noise ច្រើនផងដែរបាទអញ្ចឹងកាមេរ៉ានេះខ្ញុំឃើញថាសំឡេងវាណែនល្អមែនទែនបាទអញ្ចឹងខ្ញុំបានសាកល្បងថតជាមួយនឹងស្មី Tech YouTuber យើងម្នាក់ផងដែរខ្ញុំអាសាឃើញបងធ្វើវីដេអូតាក់ទងជាមួយការ review tech tip អីចឹងណាបាទនៅពេលអញ្ចឹងចង់ឆ្ងល់ថាហងៃបាយលេងហ្គេមអត់អូនិយាយរឿងហ្គេមកំពូលបាត់ហើយខ្ញុំមានអីហ្នឹងហើយអូខ្ញុំកំពុងលេងដែរនេះអូចុះហងៃជួយចិត្តលេងហ្គេមអីខ្លះចឹងហ្គេមដែលចូលចិត្តលេងហ៎ menu system មួយវាគឺ clean ស្អាត touch អេក្រង់បងប្អូនយើងបាទអញ្ចឹងងាយស្រួលយល់មែនទែនតែម្ដងហើយនិយាយទៅ menu system វាស្អាតណាស់បាទអញ្ចឹងពណ៌ខ្មៅពណ៌និយាយទៅវាណែនឃើញច្បាស់ចាស់មកតែម្ដងណាប៊ូតុងហ្នឹង layout ហ្នឹងវាមិនសូវសម្បូរបែបទេបាទអញ្ចឹងវាជាកាមេរ៉ាបែបfriendly ឬក៏កាមេរ៉ាបែប full frame ដែរប៉ុន្តែវាលក្ខណៈ beginner បន្តិចណាគេអត់សូវ serious ទៅលើ professional feature ពេកទេប៉ុន្តែមានក្នុងហ្នឹងបើសិនជាយើងចូលទៅក្នុង menu តែបើថាលើប៊ូតុងវាហ្នឹងវាមិនសូវមានប៉ុន្មានទេហ្នឹងបងយើងខាងមុខ1 2 3 4 5អញ្ចឹងទៅខាងលើមាន2 3 4 5អញ្ចឹងទៅហើយទៅលើ port វាក៏មិនសូវមានផងដែរបើអញ្ចឹងយើងមាន port USB Type C មួយហើយនិង port បែបលក្ខណៈ mini HDMI មួយផងដែរនៅខាងគេហ្នឹងណាហើយខាងក្រោមហ្នឹងមានថ្មមួយគ្រាប់ហើយកន្លែងដាក់ memory card ទៀតផងជារួមតើកាមេរ៉ាហ្នឹងវាយ៉ាងម៉េចដែរបាទអញ្ចឹងខ្ញុំគិតថាវាជាកាមេរ៉ាល្អសម្រាប់ content creator ជាពិសេសហើយជាមួយនឹង firmware version ថ្មីឥឡូវហ្នឹងដូចខ្ញុំនិយាយអញ្ចឹងមុនយើងបាទអញ្ចឹងគឺយើង record unlimited ឥឡូវនេះខ្ញុំចង់និយាយថា version ចុងក្រោយហ្នឹងណាដែល Panasonic ទើបតែតម្លាក់បងប្អូនយើងអាច update ទៅបានបើសិនជាបងប្អូនយើងមាន Lumix camera Panasonic Lumix S9 មួយនេះរៀងវាតូចបងប្អូនយើងណាស្រួលកាន់ស្រួលប្រើមែនទែនតែម្ដងបាទអញ្ចឹងទៅលើ image quality no compromise ចង់និយាយយ៉ាងតែម្ដងវាណែននៅលើនឹង Panasonic Lumix ស៊េរីគេហៅថា top tier គេយ៉ាងម៉េចអានេះក៏អញ្ចឹងដែរគ្រាន់ថាវាខុសតែ body size វា shape តែប៉ុណ្ណោះហើយដូចខ្ញុំនិយាយហ្នឹងមុនយើងអាចផ្លាស់ប្ដូរ lens បានទេអត់បញ្ហាណាបើថាចង់លេងបែប blur បែប pearl ចង់លេងបែប telephoto អីចឹងទៅបែប compact ហ្នឹងយើងអាចលេងបានទាំងអស់បាទអញ្ចឹងវា interchangeable lens camera ហ្នឹងហើយបាទអញ្ចឹងនេះគឺជាការ review របស់ខ្ញុំទៅលើ Panasonic Lumix S9 វាជាកាមេរ៉ា full frame 24 megapixel content creator អាចក៏លេងមើលបានមិនអញ្ចឹងដែរអរគុណអញ្ចឹងនេះគឺជាអ្វីខ្ញុំចង់ចែករំលែកនៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនយើងចូលចិត្តជួបគ្នានៅឱកាសក្រោយបាទ